សមរភូមិទាំងអស់នៅម៉ោងនេះយើងត្រូវទទួលស្គាល់ការពិតយើងអត់មានប្រៀបលើគេទេគ្រប់សមរភូមិទាំងអស់មូលហេតុអីប្រៀបធៀបមើលដឹងខ្ញុំយកចំណេះដឹងជាគោលមកចំណេះដឹងរបស់អ្នកនយោបាយខ្មែរជាមួយអ្នកនយោបាយជិតខាងវោះហើយចំណេះដឹងរបស់បញ្ញវន្តខ្មែរនិងបញ្ញវន្តបរទេសជិតខាងអាចប្រៀបធៀបគ្នាបានប្រហែលបើថាខ្ញុំចេះដូចអ្នកចេះដឹងរបស់ថៃឬក៏អាយដាមបណ្ឌិតចេះដឹងដូចអ្នកនៅបច្ចុប្បន្នរបស់ថៃអូខេចេះដូចគ្នាតែពួកខ្ញុំមានប្រមាណអ្នកពួកខ្ញុំមានប្រមាណអ្នកពួកខ្ញុំមាន10អ្នកពួកគេមាន10000អ្នកឲ្យពួកខ្ញុំទៅប្រកួតគេយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលខ្លួនឯងអុកញ៉ាចំណេះដឹងអុកញ៉ាហើយនឹងអ្នកមានរបស់ថៃយើងមិនបាច់និយាយហ្មងអុកញ៉ារបស់យើងនិយាយពីមានអស់ទាស់បាទជជែកមួយលោកគ្រូពុយគាមុនហ្នឹងអុកញ៉ាគេមកឥឡូវថែមបណ្ឌិតទៀតនិយាយកន្លែងហ្នឹងហ្មងបាទមិនគួរបើថាអុកញ៉ាទៅបើថារៀនមែនទែនក៏រៀនណាតែអត់ឃើញរៀនសោះមកយកបណ្ឌិតដែរល្មមទៅបានហើយបើថាអុកញ៉ាក៏យកទៅព្រោះអានឹងអ្នកបកកែរស់ស៊ីអ្នកគួរតែបានអុកញ៉ាទៅតែអ្នកមកយកងារបណ្ឌិតធ្វើអីបើអ្នកអត់រៀនផងនេះអញ្ចឹងដល់ពេលគេឃើញអុកញ៉ាបណ្ឌិតនេះខាងថៃឬខាងវៀតណាមគេយកប្រៀបធៀបអូអុកញ៉ាសិទ្ធិបណ្ឌិតស្រុកខ្មែរអញ្ចឹងចំណេះដឹងអស់ទាស់ដល់ពេលដណ្ដើម FDI វិនិយោគហេដ្ឋារចនាសម្ព័ន្ធវិនិយោគលើវិស័យឧស្សាហកម្មអត់សោះអត់ចេះធ្វើការរស់ស៊ីដណ្ដើមបើថាចំនួនគ្នាបានយើងរស់ស៊ីទៅលោកគ្រូបើកកាហ្វេមិនទាន់បានប្រហែលខែផងឃើញមកស្ទុះក្រោយមកសើកាហ្វេផ្ដួលគ្នាអស់លីងនេះហើយគេហៅថារកស៊ីដោយគ្មានក្រមសីលធម៌នេះឯងលោកគ្រូមាននេះក៏មានភាសាកន្លែងហ្នឹងដែរវត្តមានអ្នករកស៊ីដែលចេះដឹងបាទមិនមែនប្រអាក់អីណាចង់คลายទៅជាអ្នករកស៊ីដែលប្រកែបើប្រៀបធៀបជាមួយបរទេសគួរតែនាំគ្នារៀនមើលងាយអ្នករៀនប្រៀបធៀបជាមួយនឹងកសិករកម្មករចំណេះដឹងយ៉ាងម៉េចលោកគ្រូជាមួយនឹងបរទេសយើងទៅអត់រួចទេខ្ញុំកាលណាយើងនិយាយអំពីសន្តិភាពជាមួយថៃត្រឡប់មកវិញលុះត្រាតែយើងស្គាល់ថៃជានរណាចង់នៅជាមួយចង់មានសន្តិភាពជាមួយវៀតណាមត្រូវនាំគ្នាស្គាល់វៀតណាមជានរណាមិនមែនរត់គេចពីវៀតណាមខ្ញុំឃើញអង្គភាពបដិបដាលខ្លះប្រកាសបើកភាសាវៀតណាមដេប៉ាតឺម៉ង់វៀតណាមពួកអាយ៉ងចូលមកបង្កើតហើយអត់ចេះវៀតណាមទៅរៀនពីវៀតណាមយ៉ាងម៉េចហើយមិនបានស្គាល់ពីវៀតណាមហើយបើអត់ស្គាល់ពីវៀតណាមតើធ្វើយ៉ាងម៉េចមានសន្តិភាពជាមួយវៀតណាមបើសិនជាមិននាំគ្នារៀនថៃធ្វើមិនបានស្គាល់ថៃថាជានរណាតន់បានអីស្អប់គេរត់ចោលគេបាត់ហ្នឹងអញ្ចឹងយូរទៅទឹកដីវាទៅតាមហ្នឹងឯងវារួមទៅតាមការគិតរបស់អ្នកទាំងអស់គ្នាហ្នឹងឯងអញ្ចឹងបញ្ញវន្តនៅទីនេះជាសំណុំពរហើយក៏ឆ្លើយនៅសំណួររបស់ព្រះអង្គដែលបានលើកឡើងខ្ញុំគិតថាសន្តិភាពសម្រាប់ខ្ញុំគឺកើតឡើងនៅពេលដែលយើងស្គាល់អ្នកទាំងនោះហើយ